អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើឆ្អឹងជំនីជ្រូកទឹកស៊ីអ៊ីវជូនអ្នកទាំងអស់គ្នាណាគ្មានជំរើសទេប្តីខ្ញុំគាត់មហន្តរាយផ្ទះបាយហ្មងអញ្ចឹងហើយរៀបការ3ឆ្នាំនេះមានតែចុងភៅប្រពន្ធនេះទេដែលជាអ្នកធ្វើម្ហូបឈ្ងុយណាស់អូនឲ្យបងភ្លក់មួយម៉ាត់បានអត់ចេញទៅលាងដៃហើយនៅនឹងបានដើរមកចិត្តលាងហើយបងស្ពតកុំមកកុហកទឹកខ្មៅនៅប្រឡាក់ដៃនៅឡើយនឹងប្រញាប់ទៅលាងដៃទៅលាងឲ្យស្អាតសឹមមកវិញបាទទទួលបញ្ជាអ្នកប្រពន្ធទឹកស៊ីអ៊ីវស្រាក៏មិនបានដាក់ភ្លើងក៏ខ្លាំងពេកទឹកក៏រំញ៉ាស់គោកពេកដែរប្រពន្ធល្ងងរបស់ខ្ញុំឲ្យធ្វើម្ហូបនៅតែមិនកើតដែរតែនឹងអូនបងចេញទៅថតរូបសិនហើយណាល្ងាចចាំមកញ៉ាំបាយជុំគ្នាថ្ងៃណាក៏អបតែកាមេរ៉ាកញ្ចាស់នឹងដែរធ្វើដំណើរប្រយ័ត្នប្រយែងផងណាបាយចង់មើលបន្ទប់ធ្វើការមែនក៏បានចាំខ្ញុំនាំអ្នកទាំងអស់គ្នាទៅមើលសម្បុកមនុស្សញ៉ៃញ៉ៃនឹងមើលចុះគឺអញ្ចឹងឯងកន្លែងណាក៏មានតែកាមេរ៉ានឹងលេនកញ្ចាស់គាត់ដែរអេតហឹបមួយនេះដូចជាមិនធ្លាប់ឃើញសោះយីលោកយេណានហ៊ានលួចលាក់អីវ៉ាន់ពីក្រោយខ្នងខ្ញុំផងចាំមើលតើលួចលាក់លុយទុកមែនអត់វិញ្ញាបនបតចុងភៅកម្រិតពិសេសលេខ1ម្ចាស់វិញ្ញាបនបតយេណានរៀបការ3ឆ្នាំខ្ញុំជាអ្នកធ្វើម្ហូបរហូតដល់ចុងបញ្ចប់ទើបដឹងថាលោកជាស្ដេចចុងភៅតើនឹងវិញ្ញាបនបតចុងភៅកម្រិតពិសេសលេខ1មែនឬក៏คล้ายនឹងមិនអាចទេមែនទេមិញទៅតែនិយាយថាប្តីសំបីតែហាន់ដំឡូងក៏មិនកើតផងនឹងច្បាស់ជាសញ្ញាបត្រคล้ายហើយគ្រាន់តែធ្វើសាច់រឿងទេខ្ញុំក៏មិនហ៊ានជឿដែរនៅមានវិញ្ញាបនបតចុងភៅផ្កាយ3 Michelin ទៀតអ្នកទទួលបានយេណានពានរង្វាន់មានសកម្មវិធីប្រកួតចម្អិនម្ហូបពិភពលោក Bocuse យេណានសមាគមចុងភៅតាសៀតែងតាំងយេណានជាអនុប្រធានសមាគមចុងភៅតាសៀវាមិនអាចទៅរួចទេរៀបការ3ឆ្នាំខ្ញុំជាអ្នកធ្វើម្ហូបឲ្យគាត់ញ៉ាំរាល់ថ្ងៃសោះគាត់អាចក្លាយជាស្ដេចចុងភៅបានយ៉ាងម៉េចទៅคล้ายទេច្បាស់ជាទិញសញ្ញាបត្រคล้ายហើយកុំសម្ដែងទៀតអីធ្វើសាច់រឿងអញ្ចឹងអន់ណាស់ប្រកាសជាคล้ายមែនហើយរាល់ដងយេណានសំបីតែជៀនពងទាក៏មិនឆ្អិនល្អផងម៉េចនឹងអាចមានសញ្ញាបត្រអស់ទាំងនេះទៅប៉ុន្តែត្រាផុសនិងហាត់ធ្លេខាអស់ទាំងនេះមើលទៅដូចជារបស់ពិតអញ្ចឹងតើចាំផ្លែតនៅបាតហឹបមានអីវ៉ាន់ទៀតនេះជាស្អីគេទៅអក្សរ2ម៉ាត់នេះគឺពិធីជប់លៀងថ្នាក់ជាតិព្រះឲ្យនេះជាលិខិតអញ្ជើញចូលរួមពិធីជប់លៀងថ្នាក់ជាតិមែនទេអញ្ជើញលោកយេណានជាពិសេសដើម្បីធ្វើជាចុងភៅធំប្រចាំពិធីជប់លៀងថ្នាក់ជាតិ